កូនខ្មែរយើងមកក្រុមបានតែមើល concert នៅឯទឹកដីចៅសៀមណាបងប្អូនហើយមើលទៅអូយសប្បាយហូរកាជ្រាវខ្លាំងណាស់សប្បាយហូរកាជ្រាវខ្លាំងណាស់ហើយស្រីសើខ្មែរធ្វើបានហ្នឹងហើយខ្មែរធ្វើបានឥឡូវធ្វើបានមែនសំខាន់ផ្ដាំទៅអ្នករិះគន់ថាចែកុំជ្រុលនិយមពេកបន្ថយកម្ដៅខ្លះទៅបើក្ដៅអញ្ចឹងមិនងាយចាប់ទេអេបកែណាស់អាខ្លួនឯងធ្វើខុសហើយនៅមកផ្ដាំគេអាអ្នកជ្រុលនិយមទៀតថាឲ្យបន្ថយកម្ដៅខ្លះទៅណាបើសិនជាក្ដៅអញ្ចឹងមិនងាយចាប់ទេសំខាន់មានកូនខ្មែរម្នាក់ហ្នឹងឡើងទៅលើឆាកហ្នឹងទៀតហ្នឹងហើយឡើងទៅលើឆាកនៅក្នុងទឹកដីចៅហ្នឹងណាហើយមើលទៅដូចសប្បាយដូចគេមានមោទនភាពខ្លាំងណាស់គេនាំគ្នាស្រែកខ្មែរធ្វើបានពួកឯងសប្បាយតែគ្នាឯងទៅឯងនាំគ្នាមកថតផុសស្អីមាត់សតើឈប់ប្រើប្រាស់របស់សៀមណាពេលកែចាំមួយចុះពីបន្តែចុងក្រោយទៅមើល concert នៅទឹកដីអាចៅសៀមហ្នឹងហ្មងអាហ្នឹងឯងកូនខ្មែរណាកូនខ្មែរសំខាន់ណាថតវីដេអូផុសសប្បាយស្រែកអាឡេអាឡូឲ្យខ្មែរធ្វើបានទៀតខ្មែរធ្វើបានហើយមកនិយាយសិតអីណាឲ្យយើងហ្នឹងកាត់បន្ថយកម្ដៅខ្លះទៅបើយើងនៅតែក្ដៅអញ្ចឹងវាមិនងាយចប់ទេណែហែងកាត់បានតែពួកអញកាត់អត់បានទេព្រោះពួកអញអត់អាចក្បត់ឧត្តមគតិខ្លួនឯងបានទេយល់ទេមនសិការជាខ្មែរមិនដូចពួកឯងចាញ់មកស្អីគេស្រែកពេកគេចេះមួយចុះពីបន្តែចុងក្រោយទៅធ្លយទៅមើលទៅគ្រប់ត្រអីឡើងដល់ទឹកដីគេហ្នឹងហ្មងណាគេដៀលពួកឯងហ่าចេះឈឺចាប់ទេណាគេដៀលថាខ្មែរក្រគេដៀលថាខ្មែរអ្នកសុំទៀនគេយកគេចាប់បងកងទ័ព18នាក់យកទៅមិនទាន់ប្រឡែងមកវិញណាហើយនិយាយថាប្រទេសឥឡូវកំពុងតែមានសុខសន្តិភាពក្បាលឯងហើយថ្ងៃហ្នឹងហើយនៅទឹកដីខ្មែរដឹងថាខ្មែរកំពុងតែជួបគ្រោះអីទេហ៎ណ៎ពួកវាយកសម្លេងរំខានណាយកសម្លេងខ្មោចសម្លេងឆ្កែនោះសម្លេងអីយកទៅចាក់នៅកន្លែងផ្ទះបងជនភៀសសឹកណាឯងអត់ចេះបើកគ្រាប់ភ្នែកឬមួយក៏អត់ចេះបើកតាជាឯងស្ដាប់តែដែរពួកឯងហ្នឹងនាំគ្នាទៅមើល concert មើលអីនៅទឹកដីគេនេះហើយឯងខំប្រឹងស្រែកអាឡេអាឡូខ្មែរធ្វើបាននេះប៉ុណ្ណឹងឯងឈានជើងចូលទៅមើល concert នៅទឹកដីគេហ្នឹងហើយមានបានកលេចទៅមើលបងកងទ័ពជួងមុខទាំងជួងមុខជួងក្រោយទេណាគាត់នាំគ្នាយកទ្រូងយកទៅពាំងនឹងគ្រាប់ដើម្បីឲ្យឯងនៅផ្ទះបានសុខស្រួលនេះណាហើយមានបានកាត់ដល់នឹងអត់ហើយឯងមានកាត់ធ្លាប់ពួកអាថៃនឹងវាយកគ្រាប់បាយចកោមផងយក F16 ផងយកអីមកធ្វើបាបខ្មែរនេះណាមកពាត់យកដីខ្មែរស្រស់នេះឲ្យបងប្អូនយើងអត់មានទាំងនៅហើយឥឡូវនឹងកាច់ជាជនភៀសសឹកនេះឯងមានបានកាត់ដល់ពួកគាត់អត់ដឹងថាសម្បត្តិនឹងហែងទិញយកមកយូរហើយប៉ុន្តែហេតុអីក៏ឯងទៅមើលហើយសម្បត្តិប៉ុណ្ណឹងហែងចោលអត់បានទេចោលដើម្បីខ្មែរអត់បានទេលុយតម្លៃប៉ុណ្ណឹងហែងចោលអត់បានទេឬមួយក៏ហែងនៅតែឃ្លានទៅមើលនៅហ្នឹងអញបើថាBlackpink ហ្នឹងមានមីលីសានៅក្នុងហ្នឹងទៀតហើយមួយហ្នឹងជនជាតិថៃទៀតមួយហ្នឹងថៃទៀតឯម្នាក់គេខំប្រឹងណាស់រួមគ្នាសាមគ្គីពហិការគេឈឺចាប់ណាស់នឹងថៃវាតេះដៀលណានឹងថៃវាមើងងាយវាឆ្លៀនពៀនវាចង់បានវាធ្វើបាបបងប្អូនប្រជាពលរដ្ឋខ្មែរណាបងកងទ័ពចាប់យកទៅ18នាក់អត់ទាន់បញ្ជូនមកវិញហើយមានអាណិតដល់ពួកគាត់ទេណាផ្នែកកន្លងឡងនៅកន្លែងសមរភូមិមកចៅកូនចៅប្រពន្ធដើម្បីតការពារជាតិដើម្បីទៅសមរភូមិតតាំងជាមួយនឹងសត្រូវឲ្យពួកហែងដែលពួកអាអ្នកទៅមើល concert នេះវានៅបានដេកផ្ទះសុកស្រួលណាវាមានលុយចាយវាសុបាយវាដើរលេងវាទៅមើល concert គេដល់កន្លែងទីតាំងចៅដល់នៅប្រទេសចៅហើយវាថតផុសទៀតវាសុបាយណាស់ខ្មែរធ្វើបានក្បាលឯងអីអានេះបើសិនជាមនុស្សគេនិយាយប៉ុណ្្នឹងគេតេះដៀលគេមើងងាយមើលស្រាលណាគេធ្វើដាក់យើងប៉ុណ្្នឹងយើងឈឺចាប់ណាស់បើសិនជាមនុស្សប៉ុន្តែខ្ញុំមិនដឹងថាពួកអស់ឯងនេះគឺជាស្អីទេហ៎មានបេះដូងមានចិត្តជាមនុស្សអត់ណាបានគេនិយាយអត់ចេះឈឺអញ្ចឹងគេនិយាយអត់ចេះឈឺអញ្ចឹងបើថាតើមើលនៅប្រទេសផ្សេងអញអត់និយាយអានេះទឹកដីចៅហែងយល់ពាក្យចៅអត់កុំមកនិយាយថាឲ្យគេកាត់បន្ថយកម្ដៅបើចង់កាត់បន្ថយឲ្យកាត់បន្ថយខ្លួនឯងទៅឲ្យកាត់បន្ថយខ្លួនឯងទៅប៉ុន្តែកូនខ្មែរនៅឈឺចាប់ដល់ឥឡូវណានៅឈឺចាប់ដល់ឥឡូវហើយកុំឲ្យគេកាត់បន្ថយកម្ដៅហើយចង់កាត់ឲ្យកាត់ខ្លួនឯងទៅលះបង់លុយប៉ុណ្ណឹងដើម្បីជាតិអត់បានទេលះបង់លុយប៉ុណ្ណឹងដើម្បីបងកងទ័ពយើងអត់បានទេកងទ័ពយកជីវិតយកទៅបដូរហើយឯងគ្រាន់តែលះបង់លុយប៉ុណ្ណឹងគ្រាន់តែអត់បានទៅមើលអា concert ស្អីគេហ្នឹងលះបង់អត់បានអូសាហាវមែនតែនហ្មងគេតាហ៊ានលះបង់ដល់តែជីវិតតែគ្រាន់តែវានេះវាស្ដាយសបត់ស្ដាយលុយឲ្យលុយគេហើយអីចូលទៅមើលទៅហើយបើចូលទៅមើលពួកឯងបកាច់ថតរងាប់ស្អីហើយសបាយតែគ្នាឯងហ្នឹងទៅហើយទៅសបាយនៅលើទឹកដីគេស្របពេលដែលខ្មែរកំពុងតែមានទុកខ្មែរកំពុងតែភៀសសឹកណាខ្មែរកំពុងតែលំបាកគេធ្វើបាបប្រងៃគេសង្កត់ថាយកឡានដឹកអាចយកមកចាក់នៅលើទឹកដីខ្មែរយកមកចាក់លើក្បាលខ្មែរណាហើយមានដឹកគិតដល់រឿងហ្នឹងអត់ហែងទូរ៉េទៅហែងទូរ៉េការឈឺចាប់របស់ខ្មែរទៅណាទៅបើអញបាច់នៅខ្មែរនាំគ្នាប្រហែលពួកប្រហែលក្បាលដែរទៅចូលមើល concert ហ្នឹងវិចកៅវិចអីទៅនាំគ្នាទៅនៅសុកថៃទៅឲ្យបាត់ទៅកុំនៅខ្មែរព្រោះដោយសារតែខ្មែរអត់មានប្រជាជនអីម៉ាក់ចេះទេស្រែកពហិការមិនទាន់បានប្រហែលខែផងឥឡូវនាំគ្នាទៅអូសបាយហូរកាជ្រាវនៅទឹកដីចៅក៏ទៅខ្មែរធ្វើបានមានតែពួកហៃនឹងធ្វើបានប៉ុន្តែខ្មែរដតីទៀតធ្វើអត់បានទេចឹងពួកហៃធ្វើបានពួកហៃធ្វើទៅហើយបើអាចដូរសញ្ជាតិឬមួយក៏ប្រវែអវ៉ាន់លើកផ្ទះលើកអីទៅនៅថៃអស់ទៅពួកអ្នកតែមើលហ្នឹងណាកុំនៅនាំធ្ងន់ស្រុកខ្មែរ